វីដេអូនេះចង់សតឲ្យទៅដល់បងដែលគាត់ធ្វើការពុះគម្រោងដីឡូបងប្អូនពុះគម្រោងដីឡូហើយបើមិនបានបំបែកប្លង់ក្បាលដីទេសម័យនេះយុគ9អត់មានអ្នកណាទៅទិញដីអស់លោកទេកុំរំពឹងថាធ្វើនំអត់ម្សៅកុំរំពឹងថាលក់ដីចោលឲ្យគេបានទៀតបងប្អូនបោកគេបានម្ដងឯងដល់បោកគេច្រើនដងពេកគឺគ្មានអ្នកណាលើទៅឲ្យអ្នកឯងបោកទៀតទេអញ្ចឹងបើលក់ដីត្រូវតែមានប្លង់បំបែកក្បាលដីដាក់នៅលើតុនិយាយគ្នាហុចលុយហុចប្លង់ទៅបានមានអ្នកទិញហើយសម្រាប់អ្នកដែលបានយកលុយគេហើយគម្រោងអត់ដំណើរការគម្រោងខ្យល់គម្រោងបោកប្រាស់ហ្នឹងណាបងប្អូនគឺពួកនេះគឺកើតទៅជាជីនៅក្នុងដីកើតទៅជាសត្វចលេនពួកនេះគឺថាធ្វើបនប្រមាណក៏អត់រួចបំណុលដែលទូរែកគឺនឹងត្រូវទូលដីដែលគេបានទិញនេះគឺរាប់សែនជាតិបងប្អូនអញ្ចឹងពួកវាធ្វើចង់បានលុយនៅពេលនេះតែពួកវាអត់បានគិតថាបាបបនមានពិតឲ្យវាវិនិច្ឆ័យអន្តរាយអន្តរធានទៅបងប្អូនឃើញវីដេអូនេះហើយចំពោះបងប្អូនណាដែលត្រូវបានពួកមកក្រុមតូចដែលលក់បោកប្រាស់លក់បន្លំបែបនេះបងប្អូនជួយ share ឲ្យពួកវាវិនិច្ឆ័យអន្តរាយអន្តរធាន